មានភ្ញៀវក៏សួរខ្ញុំថាអូនបើសិនជាយើងទិញដីគេយើងឲ្យលុយគេបានខ្លះហើយគេអត់កាត់ឈ្មោះឲ្យយើងធ្វើមិនទៅយើងទារលុយគេមិនបានវិញទៅអញ្ចឹងលុយយើងមិនបាត់ហើយអញ្ចឹងខ្ញុំក៏ណែនាំឲ្យគាត់ប្រើប្រាស់សេវាកម្ម escrow ទៅកុំឲ្យបងជួបហានិភ័យទៅគាត់សួរថាអូន escrow ហ្នឹងអីគេអញ្ចឹងខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នាថាតើ escrow ហ្នឹងជាអ្វី escrow គឺជាសេវាកម្មឯកជនមួយដែលផ្ដល់ដោយភាគីទី3អញ្ចឹងគាត់ចូលមកក្នុងនាមជាអ្នកដែលរក្សាទុកលុយហ្នឹងរវាងភាគីអ្នកលក់និងភាគីអ្នកទិញអញ្ចឹងគាត់ជាអ្នកគ្រប់គ្រងប្រតិបត្តិការហ្នឹងឧទាហរណ៍ថាប្រតិបត្តិការនៃការទិញលក់ដីឬក៏ផ្ទះជាធម្មតាអ្នកទិញគាត់ត្រូវបង់ឲ្យទៅអ្នកលក់ខ្លះហើយ 30% ឬក៏ 50% ដើម្បីឲ្យអ្នកលក់ហ្នឹងគាត់ផ្ទេរកម្មសិទ្ធិហ្នឹងមកខាងអ្នកទិញអញ្ចឹងបើសិនជាភាគីណាមួយគាត់មានអារម្មណ៍ថាអូបើសិនជាគាត់បង់លុយហើយតិចអត់បានថងទៅឬក៏ភាគីអ្នកលក់គាត់ខ្លាចថាពេលដែលគាត់ផ្ទេរកម្មសិទ្ធិប្លង់រឿងហ្នឹងហើយថាតើអ្នកទិញគាត់បង់លុយប្រគ្រប់ឲ្យគាត់អត់អញ្ចឹងបើសិនជាគាត់មានអារម្មណ៍ថាមិនទុកចិត្តឬក៏មានអារម្មណ៍ថាគាត់ត្រូវការមានភាគីទី3មួយទៀតចូលមកគ្រប់គ្រងលុយហ្នឹងឲ្យគាត់អញ្ចឹងគាត់អាចរើសយកសេវាកម្ម escrow យកមកដាក់ចូលប្រតិបត្តិការនឹងបានអញ្ចឹងសេវាកម្មឯកជន escrow ជាធម្មតាគឺផ្ដល់ដោយខាងធនាគារឬក៏ជាក្រុមហ៊ុនឯកជនណាផ្សេងទៀតដែលរដ្ឋទទួលស្គាល់ឲ្យគាត់មានសិទ្ធិក្នុងការគ្រប់គ្រងទឹកប្រាក់ហ្នឹងហើយគាត់មានតួនាទីចូលមកគ្រប់គ្រងទឹកប្រាក់ហ្នឹងរហូតដល់កិច្ចសន្យាទិញលក់ហ្នឹងត្រូវបានបំពេញចប់សពគ្រប់ទើបគាត់នឹងបញ្ចេញលុយហ្នឹងទៅឲ្យខាងភាគីអ្នកលក់ហើយនៅក្នុងអំឡុងពេលដែលពួកគាត់ធ្វើប្រតិបត្តិការហ្នឹងគឺអ្នកទិញត្រូវតែដាក់លុយចូលទៅធនាគារ 100% ហើយលុយហ្នឹងគឺមិនត្រូវបានដកដោយភាគីអ្នកលក់ឬក៏ជាភាគីអ្នកទិញណាមួយអត់បានទេគឺលុយហ្នឹងគឺត្រូវរក្សាទុកនៅធនាគាររហូតដល់ប្រតិបត្តិការនៃការទិញលក់ហ្នឹងចប់សពគ្រប់ទើបអាចបញ្ចេញលុយហ្នឹងទៅខាងភាគីអ្នកលក់បានអញ្ចឹងមកយើងសួរថាយើងប្រើប្រាស់សេវាកម្ម escrow ហ្នឹងមានសារៈសំខាន់អ្វីអញ្ចឹងទី1ពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពនៃការគ្រប់គ្រងទឹកលុយហ្នឹងមានន័យថាអ្នកទិញគាត់មានសុវត្ថិភាពលើលុយដែលគាត់បានបង់ទៅហ្នឹងបើសិនជាកិច្ចការងារទិញលក់ហ្នឹងអត់បានជោគជ័យគឺធនាគារនឹងបង្វិលលុយហ្នឹងមកឲ្យភាគីអ្នកទិញវិញឬក៏អ្នកទិញគាត់នឹងដាក់លុយ 100% ទៅហើយពេលដែលប្រតិបត្តិការនឹងជោគជ័យគឺអ្នកទិញនឹងដកវិញអត់បានទេអញ្ចឹងសុវត្ថិភាពទៅខាងអ្នកលក់វិញគឺអ្នកលក់នឹងទទួលបានលុយគ្រប់ចំនួន 100%ទី2ពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌអញ្ចឹងគឺគាត់ចូលមកគឺគាត់មានតួនាទីក្នុងការដែលគ្រប់គ្រងលើលក្ខខណ្ឌដែលយើងបានចងរវាងអ្នកទិញនិងអ្នកលក់ហ្នឹងអញ្ចឹងពួកគាត់ព្រមព្រៀងគ្នាមានលក្ខខណ្ឌអីខ្លះអញ្ចឹងពេលដែលធ្វើការទិញលក់ហ្នឹងគឺត្រូវតែបំពេញគ្រប់លក្ខខណ្ឌហ្នឹងទាំងអស់ទើបធនាគារបញ្ចេញលុយហ្នឹងទៅឲ្យភាគីអ្នកលក់ទី3ពាក់ព័ន្ធជាមួយនឹងទឹកលុយអញ្ចឹងពេលដែលលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញចប់សពគ្រប់អស់ហើយលុយដែលភាគីអ្នកទិញដាក់ចូលធនាគារដាក់ចូល escrow 100% ហ្នឹងគឺធនាគារនឹងរៀបចំចេញទៅខាងភាគីអ្នកលក់តាមចំនួនដែលត្រឹមត្រូវដែលពួកគាត់បានព្រមព្រៀងគ្នាចំណុចចុងក្រោយគឺថាតើពេលណាយើងគួរប្រើប្រាស់សេវាកម្ម escrow អញ្ចឹងសេវាកម្ម escrow យើងគួរប្រើប្រាស់នៅពេលណាដែលយើងធ្វើប្រតិបត្តិការនៃការទិញលក់ហ្នឹងគឺទ្រព្យមានតម្លៃខ្ពស់អញ្ចឹងបើសិនជាទ្រព្យនៃការទិញឬក៏នៃការលក់ហ្នឹងមានតម្លៃខ្ពស់យើងគួរប្រើប្រាស់សេវាកម្ម escrow ដើម្បីសុវត្ថិភាពទឹកប្រាក់ដែលយើងបានទិញឬក៏លក់ហ្នឹងឬក៏ប្រតិបត្តិការនៃការទិញលក់ហ្នឹងមានភាពស្មុគស្មាញអញ្ចឹងពេលដែលយើងជាអ្នកទិញយើងមានអារម្មណ៍ថាអូប្រតិបត្តិការនៃការទិញលក់ហ្នឹងវាមានភាពស្មុគស្មាញយើងគួរតែប្រើប្រាស់សេវាកម្ម escrow ដើម្បីសុវត្ថិភាពលុយរបស់យើងដែលយើងជាអ្នកទិញចំណុចមួយទៀតនោះឬក៏ពេលណាដែលភាគីទាំងសងខាងគាត់មានអារម្មណ៍ថាមិនសុវត្ថិភាពអញ្ចឹងគឺពេលដែលគាត់មានអារម្មណ៍ថាមិនសុវត្ថិភាពសម្រាប់គាត់គឺគាត់គួរតែឲ្យភាគីទី3ជាធនាគារគឺមកគ្រប់គ្រងលុយចំនួនគាត់ពេលណាដែលប្រតិបត្តិការនៃការទិញលក់នឹងបានជោគជ័យចាំបញ្ចេញលុយនឹងទៅឲ្យភាគីអ្នកលក់អញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនាវីដេអូចែករំលែករបស់ខ្ញុំ